នេះអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបកាត់រូបរបស់យើងឲ្យក្លាយទៅជារូបតុក្កតាអញ្ចឹងដំបូងឡើយគឺយើងត្រូវ download កម្មវិធី Chat GTP ពណ៌សហ្នឹងអញ្ចឹងយើងចូលទៅក្នុងកម្មវិធីហ្នឹងមកគឺវាងាយស្រួលមែនតើយើងពេញចិត្តរូបណាដែលយើងចង់កាត់គឺយើងចូលទៅកាន់រូបភាពរបស់យើងហើយយើងជ្រើសយករូបភាពរបស់យើងមួយមកឧទាហរណ៍ខ្ញុំយករូបភាពកូនរបស់ខ្ញុំតទៅមកគឺយើងចុចដានវាហើយយើងត្រូវសរសេរពាក្យថា make to people ខ្ញុំសេចអង់គ្លេសទេ people cartoon តោះមកយើងវាយពាក្យប៉ុណ្ណឹងហើយគឺយើងចុចសញ្ញាព្រួញខាងគៀននេះគឺដើម្បីឲ្យវាបំលែងរូបរបស់យើងคล้ายទៅជារូបតុក្កតាអញ្ចឹងហើយកន្លែងនេះគឺយើងត្រូវមានការរងចាំអាច2ទៅ3នាទីអញ្ចឹងគឺយើងរងចាំមកវាបំលែងរូបរបស់យើងខ្លាចជារូបតុក្កតានេះគឺបានមកហើយគឺយើងបានរូបតុក្កតាដ៏ស្រស់ស្អាតបន្ទាប់មកគឺយើង save រូបវាទុកវាគឺជាការស្រេចកម្មវិធីជាការកាត់ងាយដើម្បីយើងចង់បានរូបរបស់យើងខ្លាយទៅជារូបតុក្កតាបាទសូមអរគុណ